បច្ចុប្បន្នភាពទំនាក់ទំនងរវាងកម្ពុជានិងថៃកំពុងមានភាពតានតឹងដោយសារបញ្ហាចំនួនព្រំដែននិងបញ្ហាផ្សេងៗទៀតទោះបីជាយ៉ាងណាក៏ដោយលទ្ធភាពនៃសង្គ្រាមក្នុងព្រៃធំរវាងប្រទេសទាំងពីរគឺមិនទំនងជាកើតមានឡើងខ្ពស់នោះទេដោយសារហេតុផលសំខាន់មួយចំនួន1ការពឹងពាក់សេដ្ឋកិច្ចគ្នាទៅវិញទៅមកកម្ពុជានិងថៃមានទំនាក់ទំនងពាណិជ្ជកម្មព្រំដែនយ៉ាងរឹងមាំហើយប្រទេសទាំងពីរក៏បានកំណត់គោលដៅបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីដល់ 15,000 លានដុល្លារនៅឆ្នាំ 2027 ភាពតានតឹងខ្លាំងនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរយ៉ាងខ្លាំងទី2ទំនាទីរបស់អាស៊ានប្រទេសទាំងពីរគឺជាសមាជិកអាស៊ានហើយអាស៊ានតែងតែដើរតួនាទីជាអ្នកសម្របសម្រួលដើម្បីរក្សាស្ថិរភាពក្នុងតំបន់ការផ្ទុះសង្គ្រាមនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនិងកិច្ចការនុភាពរបស់អាស៊ានទី3សម្ពាធអន្តរជាតិប្រទេសធំៗនិងអង្គការអន្តរជាតិបានដាក់សម្ពាធលើកម្ពុជានិងថៃឲ្យដោះស្រាយបញ្ហាចំនួនដោយសន្តិវិធីទី4កម្លាំងយោធាខុសគ្នាហើយមានកងកម្លាំងយោធាធំជាងនៅបច្ចេកវិទ្យាទំនើបជាងកម្ពុជាទោះបីជាមានការប៉ះទង្គិចតូចតាចនៅតាមព្រំដែនក៏ដោយការបង្កើតចំនួនទៅជាសង្គ្រាមពេញទំហឹងគឺមិនមែនជាផលប្រយោជន៍ដល់ភាគីណាមួយនោះឡើយមូលហេតុនៃភាពតានតឹងបច្ចុប្បន្នចំនួនព្រំដែនតំបន់មួយចំនួនតាមបណ្ដោយព្រំដែនដែលមិនទាន់ត្រូវបានកំណត់ច្បាស់លាស់ជាពិសេសតំបន់ជុំវិញប្រាសាទព្រះវិហារនិងតំបន់ចំនួនផ្សេងៗទៀតដូចជាតំបន់ភ្នំជូបកការបាញ់ប្រហារគ្នាក៏កើតឡើងតំបន់នោះនៅពេលថ្មីៗនេះបញ្ហានយោបាយនិងជាតិនិយមអ្នកនយោបាយនៅប្រទេសទាំងពីរជួនកាលប្រើប្រាស់បញ្ហាព្រំដែនដើម្បីបម្រើផលប្រយោជន៍របស់ខ្លួននៅក្នុងស្រុកដែលធ្វើឲ្យភាពតានតឹងកាន់តែមានភាពធ្ងន់ធ្ងរឡើងបញ្ហាពលករនិងការរឹតបន្តឹងច្រកព្រំដែនក៏ជាប្រភពនៃភាពតានតឹងផងដែរទោះបីជាសង្គ្រាមទ្រង់ទ្រាយធំមិនទំនងជាកើតមានឡើងក៏ដោយតែនៅតែមានហានិភ័យការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅព្រំដែនចំនួនតូចៗអាចនឹងបន្តកើតមានឡើងនៅក្នុងតំបន់ព្រំដែនភាពតានតឹងផ្នែកការទូតនិងពាណិជ្ជកម្មអាចនឹងមានការបន្តរឹតបន្តឹងច្រកព្រំដែនការដាក់កំហិតទៅលើពាណិជ្ជកម្មឬការបិទច្រកចិញ្ចោមួយរយៈពេលត្រឡប់មកប្រទេសទាំងពីរនឹងបន្តដោះស្រាយបញ្ហាដោយការចរចានិងការទូតទោះបីជាដំណើរការនេះអាចមានភាពស្មុគស្មាញនិងត្រូវការពេលវេលាក៏ដោយ